ភិបាលរងខេត្តកំពង់ចាមអំពាវនាវដល់អស់លោកស្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់សូមគម្រាមចលនាក្នុងការសាងសង់សំណង់ដោយគ្មានការអនុញ្ញាតព្រោះវាអាចបណ្ដាលឲ្យមានហានិភ័យដល់អ្នកនិងសហគមន៍របស់អ្នកនៅសាលាខេត្តកំពង់ចាមថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នេះក្នុងឱកាសបើកវគ្គផ្សព្វផ្សាយអំពីការទប់ស្កាត់បទល្មើសសាងសង់សំណង់នានាក្នុងខេត្តកំពង់ចាមលោកស្រីសុភ័ក្រអភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់អស់លោកស្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់សូមកុំចូលរួមចលនាក្នុងការសាងសង់សំណង់ដែលគ្មានការអនុញ្ញាតព្រោះវាអាចបណ្ដាលឲ្យមានហានិភ័យដល់អ្នកនិងសហគមន៍របស់អ្នកលោកស្រីសុភ័ក្រអភិបាលរងខេត្តកំពង់ចាមបានគូបញ្ជាក់ថាដើម្បីពង្រឹងការយល់ដឹងនិងមានវិធានការក្នុងការទប់ស្កាត់សំណង់ខុសច្បាប់នានាក្នុងខេត្តកំពង់ចាមដែលកំពុងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈបរិស្ថាននិងសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋបញ្ហានេះមិនមែនជាបញ្ហារបស់អាជ្ញាធរតែមួយផ្នែកទេវាត្រូវមានការរួមគ្នាពីរាល់ភាគីពាក់ព័ន្ធដើម្បីសម្រេចបានជោគជ័យលោកអភិបាលរងខេត្តបានបន្តថាសំណង់ខុសច្បាប់បានធ្វើឲ្យមានហានិភ័យអំពីសុវត្ថិភាពការសាងសង់សំណង់មិនតាមគម្រោងឬគ្មានការត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសបណ្ដាលឲ្យមានភាពច្របូកច្របល់និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សបន្ថែមពីលើនេះការសាងសង់ខុសច្បាប់បានធ្វើឲ្យប៉ះពាល់និងបង្កបញ្ហាដល់សង្គមជាតិដូចជាមានទំនាស់ជាប់ព្រំប៉ះពាល់ផែនការអភិវឌ្ឍន៍នានានិងអាចធ្វើឲ្យមានការរាំងស្ទះគម្រោងសាធារណៈផងដែរដូច្នេះយើងត្រូវពង្រឹងច្បាប់និងអនុវត្តច្បាប់ឲ្យបានច្បាស់លាស់អាជ្ញាធរមូលដ្ឋានជំនាញនិងស្ថាប័នពាក់ព័ន្ធត្រូវដឹងអំពីនីតិវិធីដោយធ្វើការផ្សព្វផ្សាយណែនាំល្បាតនិងវិធានការទប់ស្កាត់បានទាន់ពេលវេលាចំពោះសំណង់ដែលសាងសង់ខុសច្បាប់និងអាចឈានទៅដល់ការដាក់ពិន័យលោកអភិបាលរងខេត្តក៏បានណែនាំដល់មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តត្រូវបង្កើនការត្រួតពិនិត្យនិងការសង្កេតដោយប្រើបច្ចេកទេសប្រើផែនទី GIS ឧបករណ៍ប្រមូលទិន្នន័យនិងប្រព័ន្ធព័ត៌មានដើម្បីតាមដានសំណង់កើតមានថ្មីធ្វើការចុះផ្សព្វផ្សាយព័ត៌មានអំពីច្បាប់និងលក្ខខណ្ឌសំណង់និងធ្វើការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ក្រុងស្រុកមេឃុំចៅសង្កាត់និងលោកស្រីជាមេភូមិដើម្បីឲ្យមានសមត្ថភាពក្នុងការទប់ស្កាត់និងចាត់ចែងករណីមានការសាងសង់សំណង់ខុសច្បាប់នៅលើដែនសមត្ថកិច្ចរបស់ខ្លួនបន្ថែមពីលើនេះទៀតត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីឲ្យពួកគាត់យល់ពីតម្រូវការនៃការអនុវត្តច្បាប់និងច្បាប់សំណង់